សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបជាមួយនឹងប៉ាវជន Cloud តោះមកមើលប្រព័ន្ធសុវត្ថិភាពរបស់ប៉ាវជន Cloud ទាំងអស់គ្នាប៉ាវជន Cloud បំពាក់មកជាមួយនឹងកាមេរ៉ា4គ្រាប់ផ្ដល់រូបភាពកម្រិត540ដឺក្រេមើលធ្លុះ10បាតក្រោមឡានទៀតបងនិងមាន sensor ជុំវិញរថយន្តដើម្បីជួយផ្ដល់សញ្ញាព្រមាននិងជំនួយដល់ការចុះចតដោយស្វ័យប្រវត្តិចុចប៊ូតុង Lock និង Unlock នៅលើ Tele បញ្ជាបង្ហាញពីភ្លើងសញ្ញោរបស់រថយន្តជាមួយនឹងការលាកញ្ចក់ក្តាប់អូតូគ្រាន់តែមានសារជាប់ខ្លួនណាក៏យើងអាចចុចប៊ូតុង Lock Unlock នៅលើដៃទ្វារបានដែរលោកអ្នកអាចសេរីកម្ពស់ទ្វារក្រោយនៃរថយន្តតាមកម្រិតដែលជាតម្រូវការរបស់លោកអ្នកក្នុងការប្រើប្រាស់ដែលយើងគ្រាន់តែ touch screen នៅលើអេក្រង់នេះគឺជាប្លុកខ្យល់ aerodynamic ដែលធ្វើឲ្យរថយន្តដំណើរការកាន់តែស្រួលជាមួយនឹងសន្សំសំចៃថាមពលនោះគឺជាចំណុចសំខាន់នៃផ្នែកខាងក្រៅរបស់ប៉ាវជន Cloud តោះយើងទៅពិនិត្យមើលផ្នែកសំខាន់របស់ប៉ាវជន Cloud ផ្នែកខាងក្នុងទាំងអស់គ្នាបន្ទាប់ពីយើងបានមើលផ្នែកខាងក្រៅរបស់ប៉ាវជន Cloud ហើយឥឡូវនេះយើងអាចមកមើលផ្នែកខាងក្នុងរបស់ប៉ាវជន Cloud នេះបានដោយប៉ាវជន Cloud នេះគឺការ design មកបែបផាសុខភាពងាយស្រួលប្រើប្រាស់និយាយទៅមានអារម្មណ៍ដូចយើងមានបន្ទប់ទទួលភ្ញៀវចល័តមួយអញ្ចឹងប៉ាវជន Cloud មានកន្លែងដាក់អីវ៉ាន់តូចធំជាច្រើនដែលមើលមកមានរបៀបរៀបរយមែនតើនៅទីនេះក៏មានបំពាក់នៅរុន USB សម្រាប់សាកថ្មទូរស័ព្ទដើម្បីធានាថាឧបករណ៍អេឡិចត្រូនិករបស់អ្នកតែងតែមានថាមពលជានិច្ចសុវត្ថិភាពគឺជាអ្វីដែលយើងអត់អាចរំលងបានទេនៅក្នុងប៉ាវជន Cloud នេះបំពាក់នៅពងសុវត្ថិភាពជុំវិញខ្លួនហ្មង Full Airbag ដើម្បីការពារអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងករណីមានហេតុការណ៍មិនរំពឹងទុកភាពប្រណិតភាពទូលាយនិងសុវត្ថិភាពគឺមាននៅទីនេះទាំងអស់ឥឡូវយើងមកមើលពីការប្រើប្រាស់មុខងារក្នុង tablet វិញម្ដងដើម្បីពន្លត់លោកអ្នកគ្រាន់តែចុច lock លើសារឬប្រើប៊ូតុង shortcut នៅខាងក្រោមចង្កូតនេះជាការស្រេចមកដល់ផ្នែកដែលរំភើបជាងគេគឺអេក្រង់បញ្ជាកណ្ដាលដ៏ធំសម្បើមនេះឯងលោកអ្នកគ្រាន់តែអូសពីលើចុះក្រោមដើម្បីចូលទៅកាន់ control panel អ្វីដែលពិសេសលោកអ្នកអាចរៀបចំ customize ប៊ូតុងមុខងារទាំងនេះឡើងវិញតាមចំណង់ចំណូលចិត្តដើម្បីឲ្យងាយស្រួលចុចបំផុតប្រព័ន្ធកាមេរ៉ាសុវត្ថិភាព540ដឺក្រេនិងបង្ហាញរូបភាពដ៏ស្វ័យប្រវត្តិនៅពេលដែលលោកអ្នកបត់ចង្កូតវាយសញ្ញោឬបើកក្នុងល្បឿនលឿនយឺតវាជួយឲ្យយើងមើលឃើញធ្លុះដល់ក្រោមបាតឡានធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់បងប្អូនដែលមានកូនតូចៗលោកអ្នកអាចឡុកអេក្រង់បានដើម្បីកុំឲ្យពួកគេចុចលេងផ្ដេសផ្ដាសក្នុងពេលបើកបរលោកអ្នកអាចសេរីពន្លឺឲ្យស៊ីគ្នាជាមួយនឹងកុងទ័រឬបិទអេក្រង់ចោលតែម្ដងនៅពេលយប់ដើម្បីកុំឲ្យចាំងភ្នែកប៉ុន្តែតន្ត្រីនៅតែបន្តលេងដដែលចំណុចដែលខុសពីឡានដទៃគឺកន្លែងសាកថ្មឥតខ្សែ wireless charger កម្លាំងរហូតដល់50វ៉ាត់អ្វីដែលកាន់តែអស្ចារ្យនោះវាមានរោមខ្យល់ត្រជាក់ជួយកាត់បន្ថយកម្ដៅទូរស័ព្ទក្នុងពេលសាកទៀតផងអេក្រង់ធំមុខងារច្រើននិងឆ្លាតវៃនេះហើយជាបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យារបស់ប៉ាវជន Cloud តោះពេលបន្ទាប់យើងទៅមើលការកំសាន្តវិញម្ដងសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ Android លោកអ្នកអាចភ្ជាប់តាមរយៈ Bluetooth ដើម្បីចាក់ចម្រៀងនិងទទួលការហៅចូលបានយ៉ាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ iPhone លោកអ្នកអាចភ្ជាប់ Apple CarPlay បានយ៉ាងរហ័សដើម្បីប្រើប្រាស់ផែនទីនិងតន្ត្រីផ្ទាល់ខ្លួនលោកអ្នកក៏នៅតែអាចស្ដាប់វិទ្យុក្នុងស្រុកបានផងដែរតាមរយៈកម្មវិធី Radio ដែលមានស្រាប់នៅក្នុងអេក្រង់ចង់មើល YouTube មែនអត់គ្រាន់តែបើក hotspot ពីទូរស័ព្ទរួចភ្ជាប់ Wi-Fi ឲ្យអេក្រង់ឡានណាយើងក៏អាចរីករាយជាមួយនឹងវីដេអូកម្សាន្តបានភ្លាមៗហ្មងជាចុងក្រោយលោកអ្នកអាចសេរីគុណភាពសំឡេង speaker បានតាមចំណង់ចំណូលចិត្តមិនថាសំឡេងបាសឬក៏សំឡេងស្រួយដើម្បីឲ្យការស្ដាប់តន្ត្រីកាន់តែពិរោះរណ្ដំហ្មងរីករាយជាមួយពិភពកម្សាន្តគ្មានដែនកំណត់ជាមួយប៉ាវជន Cloud តោះពេលបន្ទាប់យើងទៅរៀនពីវិធីកំណត់មុខងារពាក់ព័ន្ធនឹងការបើកបរវិញម្ដងប្រសិនបើលោកអ្នកចង់បិទមុខងារចាប់ហ្វ្រាំងអូតូជាចិនត្រៃលោកអ្នកក៏អាចចូលមកបិទត្រង់នេះបានទោះបញ្ឆេះឡានលើក្រោយក៏វាមិនបើកវិញដែរក្នុងករណីផ្លូវស្ទះខ្លាំងហើយសំឡេង sensor រំខានលោកអ្នកអាចចុចបិទវាបណ្ដោះអាសន្នបានយ៉ាងងាយស្រួលលោកអ្នកអាចជ្រើសរើសរបៀបបើកបរបាន4កម្រិតទៅតាមតម្រូវការផ្លូវដូចជា Custom, Eco, Standard ជាមួយនឹង Sport ហើយអាចសេរីជាមួយនឹង Energy Recovery បាន4កម្រិតដូចគ្នាមានដូចជា Smart, Comfortable, Standard ជាមួយនឹង Strong មុខងារកៅអីខ្យល់ជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយទោះបីធ្វើដំណើរក្នុងអាកាសធាតុក្តៅៗដើម្បីសុវត្ថិភាពលោកអ្នកអាច lock មិនឲ្យអ្នករួមដំណើរដទៃបើបង្អួចកញ្ចក់លេងបានតាមចិត្តឡើយសម្រាប់បងប្អូនដែលមានកូនតូចមុខងារឆា lock នឹងការពារមិនឲ្យក្មេងៗបើកទ្វារពីខាងក្នុងឡានបានឡើយទោះបីមិនទាន់បានចុច lock ក៏ដោយនេះគឺជាមុខងារឆ្លាតវៃបំផុតឡាននឹងបើកសារអូតូនៅពេលអ្នករួមដំណើរដើរមុខជិតនិងចាក់សារអូតូនៅពេលដែលអ្នកដើរចេញពីឡានដោយមិនបាច់ចុចសារឡើយលោកអ្នកក៏អាចកំណត់បានដែរថាពេលចុច lock ចង់ឲ្យមានសំឡេង display ឆ្លើយតបឬចង់ឲ្យមានភ្លើងសញ្ញោ load ដើម្បីកុំឲ្យរំខានអ្នកដទៃលោកអ្នកអាចកំណត់ឲ្យកញ្ចក់មើលក្រោយក្តោបចូលដោយស្វ័យប្រវត្តិនៅពេលដែលយើងចុច lock ទ្វារអ
អស់បារម្ភរឿងភ្លេចបិទកញ្ចក់បង្អួចទៀតហើយឡាននឹងជួយបិទបង្អួចដោយចិត្តអូតូនៅពេលដែលយើងចាក់ចេញការកំណត់ដ៏ឆ្លាតវៃទាំងនេះធ្វើឲ្យការប្រើប្រាស់បោះជុំខ្លះកាន់តែមានភាពងាយស្រួលនិងសុវត្ថិភាពបំផុតជួបគ្នានៅវគ្គបន្ទាប់យើងនឹងទៅមើលការប្រើប្រាស់អេក្រង់កុងទ័រតូចវិញម្ដងឥឡូវនេះយើងមកមើលអេក្រង់កុងទ័រតូចរបស់បោះជុំខ្លះទាំងអស់គ្នាដែលជាផ្នែកជាច្រមុះរបស់អ្នកបើកបរនៅលើអេក្រង់នេះលោកអ្នកអាចមើលឃើញរាល់ព័ត៌មានចាំបាច់ទាំងអស់ចាប់ពីល្បឿនបើកបររហូតដល់កម្រិតថាមពលថ្មដែលនៅសល់ចំណុចសំខាន់មួយទៀតគឺប្រព័ន្ធ TPMS ដែលបង្ហាញពីសម្ពាធខ្យល់កង់ទាំង4គ្រាប់ដែលវាជួយឲ្យយើងដឹងភ្លាមៗប្រសិនបើកង់ណាមួយធ្លាយឬមួយក៏ខ្វះខ្យល់ដើម្បីធានាសុវត្ថិភាពនិងសន្សំសំចៃថាមពលសម្រាប់បងប្អូនដែលចង់វាស់ចម្ងាយផ្លូវពីភ្នំពេញទៅខេត្តលោកអ្នកអាចធ្វើការ reset trip ឬ mileage just clear បានយ៉ាងងាយស្រួលដើម្បីដឹងពីចម្ងាយផ្លូវពិតប្រាកដដែលយើងបានធ្វើដំណើរតើធ្វើដូចម្ដេចទើបដឹងថាឡានយើងស៊ីភ្លើងខ្លាំងឬអត់លោកអ្នកគ្រាន់តែកលេចមើលអត្រាស៊ីថាមពលអគ្គិសនីក្នុងចម្ងាយ100គីឡូវ៉ាត់គិតជាគីឡូវ៉ាត់ម៉ោងក្នុង100គីឡូបើសិនជាឡានសាំងវិញប្រៀបដូចជាការមើលអត្រាស៊ីសាំងជាលីត្រក្នុង100គីឡូម៉ែត្រអញ្ចឹងដែរការយល់ដឹងពីសញ្ញាលើកង់ទ័រជួយឲ្យអ្នកបើកបរដោយទំនុកចិត្តនិងគ្រប់គ្រងស្ថានភាពឡានបានល្អបំផុតផ្នែកខាងក្រៅរបស់បោះជុំខ្លះមិនត្រឹមតែទលាយងាយស្រួលអង្គុយទេប៉ុន្តែបានភ្ជាប់ជាមួយនឹងរុញ USB សម្រាប់សាកថ្មទូរស័ព្ទទៀតហើយដែលសំខាន់ណាគឺមានកន្លែងសម្រាប់ដាក់កែវកាហ្វេនៅចំកណ្ដាលហ្មងលោកអ្នកអាចសេរីកម្ពស់ក្បាលកាយបានតាមចិត្តដើម្បីផ្ដល់ផាសុកភាពដល់អ្នករួមដំណើរគ្រប់កម្ពស់ប្រសិនបើលោកអ្នកមានអីវ៉ាន់ច្រើនលោកអ្នកអាចបត់ក្អីក្រោយចុះបានយ៉ាងងាយដើម្បីបង្កើនផ្ទៃផ្ទុកអីវ៉ាន់ឲ្យកាន់តែធំបោះជុំខ្លះប្រើប្រាស់ម៉ូទ័រប្រភេទ Permanent Magnet Synchronous ដែលមានទំហំតូចតែសមត្ថភាពខ្លាំងជើងក្រោមត្រូវបានរចនាឡើងយ៉ាងរឹងមាំនិងផ្ដល់ភាពទន់នេះគឺជាកញ្ចប់ថ្មប្រភេទ Lithium Iron Phosphate ដែលមានរាងសំប៉ែតនិងការការពារយ៉ាងក្រាស់ដើម្បីសុវត្ថិភាពនិងរក្សាតុល្យភាពឡានបានល្អយើងមានជម្រើស3បែបក្នុងការសាក1ឧបករណ៍សាកចល័ត10អម្ពែ1ម៉ោងសាកបាន 1.7 គីឡូវ៉ាត់ធ្វើការបើកបរបានចម្ងាយ17គីឡូម៉ែត្រប្រអប់សាកនៅផ្ទះ7គីឡូវ៉ាត់1ម៉ោងសាកបាន70គីឡូទូសាកល្បឿនលឿន DC Fast Charge រហូតដល់120គីឡូវ៉ាត់សាកតែ6នាទីអាចរត់បាន100គីឡូម៉ែត្រមុខងារ V2L អាចឲ្យអ្នកទាញថាមពលពីឡានមកប្រើប្រាស់ជាមួយឧបករណ៍អគ្គិសនីផ្សេងៗក្នុងកម្លាំង3300វ៉ាត់ងាយស្រួលបំផុតពេលទៅបោះជំរំលោកអ្នកអាចកំណត់ម៉ោងឲ្យឡានចាប់ផ្ដើមសាកថ្មនៅពេលយប់ជ្រៅដើម្បីកុំឲ្យក្តៅខ្សែនិងសន្សំសំចៃអគ្គិសនីនៅផ្ទះលោកអ្នកគ្រាន់តែត្រួតពិនិត្យនិងបន្ថែមទឹកបាញ់កញ្ចក់នៅទីនេះជាការស្រេចប្រសិនបើកង់ធ្លាយលោកអ្នកមិនបាច់បដូរកង់ឡើយគ្រាន់តែប្រើឧបករណ៍ប៉ះកង់អូតូនេះបំបញ្ចូលតាមរុនខ្យល់កង់វានឹងប៉ះចិត្តដោយស្វ័យប្រវត្តិការយល់ដឹងពីបច្ចេកទេសនិងការថែទាំនឹងធ្វើឲ្យអ្នកប្រើប្រាស់បោះជុំខ្លះបានយូរអង្វែងនិងប្រកបដោយទំនុកចិត្តឥឡូវនេះយើងមកដល់ផ្នែកដែលឆ្លាតវៃបំផុតរបស់បោះជុំ Cloud គឺកញ្ចប់ Smart Driving Package រថយន្តនេះបំពាក់នូវកាមេរ៉ា ADAS ចំនួន2គ្រាប់ដែលជាផ្នែកទប់ចាប់ស្លាកសញ្ញាចរាចរណ៍និងតាមដានស្ថានភាពផ្លូវបានយ៉ាងច្បាស់លាស់បំផុតលោកអ្នកគ្រាន់តែចុចប៊ូតុងមួយឡាននឹងចូលចតដោយខ្លួនឯងយ៉ាងល្អឥតខ្ចោះទោះបីជាកន្លែងនោះតូចចង្អៀតក៏ដោយកាន់តែពិសេសលោកអ្នកអាចចុះពីលើឡានរួចបញ្ជាឲ្យវាចូលចតដោយខ្លួនឯងបានទៀតផងបើសិនជាលោកអ្នកច្រឡំបើកចូលផ្លូវតមិនចាំបាច់បារម្ភទេមុខងារ Reversing Assist នឹងជួយឲ្យឡានថយក្រោយតាមគន្លងដដែលដោយស្វ័យប្រវត្តិកាមេរ៉ា DVR ដែលបំពាក់ស្រាប់នឹងថតរាល់សកម្មភាពនៅលើដងផ្លូវដើម្បីទុកជាភស្តុតាងក្នុងករណីចាំបាច់បន្ថែមពីនេះយើងមានប្រព័ន្ធបន្លាញ Spot Monitor Sensor ខាងមុខនិងប្រព័ន្ធចាប់ហ្វ្រាំងអូតូនៅពេលថយក្រោយដើម្បីធានាថាគ្មានការប៉ះទង្គិចណាមួយកើតឡើងឡើយបោះជុំ Cloud មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទេប៉ុន្តែជាជំនួយការដ៏ឆ្លាតវៃរបស់អ្នកសាកល្បងបើកបរដោយផ្ទាល់ដើម្បីទទួលបានយកបទពិសោធន៍នេះសម្រាប់វីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរចំពោះព័ត៌មានបន្ថែមបងអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ017 211 200បច្ចេកវិទ្យាដ៏ឆ្លាតវៃគុណភាពកូនកាត់អាមេរិក